ដំណាំយកមកផ្ទះនេះគឺបាទពោតបារាំងបាទនេះផ្កាហើយបាទចេញផ្កាហើយពោតបារាំងបាទពោតបារាំងយកមកផ្ទះបាទចេញផ្កាហើយបាទចេញផ្កាហើយបាទដំណាំយកមកផ្ទះពោតបារាំងនេះផ្កាពោតបារាំងបាទខាងនេះបាទនេះបាទពោតបារាំងបាទផ្កាហើយស្អាតណាស់បាទដំណាំយកមកផ្ទះបាទនេះគឺបាទប្រកបាទដើមវាដុះបាទស្អាតជាងដើមបាទដាំយកមកផ្ទះបាទដំណាំយកមកផ្ទះខែលបាទនេះខែលបាទខែលយកមកផ្ទះខែលដំណាំខែលបាទយកមកផ្ទះបាទសាលកាបាទសាលកាស្នែបបោះដៃបាទបងប្អូនត្រូវការមានបាទសាលកាស្នែបបោះដៃបាទលក់ទូថ្លៃជូនទេបាទមួយថោចាប់ពី5,000ទៅ10000ទេបាទចន្លោះប៉ុណ្ណឹងបាទដំណាំយកមកផ្ទះបាទសាលកាបោះដៃបាទសាលកាបោះដៃបាទបងប្អូនត្រូវការអាចមកទិញបានបាទនៅសាដេហុយបាទសាដេហុយបាទជីនាងវងបាទជីនាងវងយកមកផ្ទះបាទនៅបាទយកមកផ្ទះហ្នឹងដាំសពគ្រប់ដែរបាទមានទាំងជីមានទាំងខែលបាទមានទាំងពោតបារាំងមានស្អីផ្សេងបាទខែលបាទដំណាំខែលបាទដំណាំខែលនេះមានសារៈប្រយោជន៍ណាស់បងប្អូនយើងបាទយើងដាំវាធ្វើជាបាទសាឡាត់បាទហើយគុណភាពវាល្អក៏ដូចជាយើងយកវាធ្វើទឹកបន្លែក៏ល្អដែរបាទខែលនេះបាទដំណាំខែលបាទខែលនៅយកមកផ្ទះបាទហើយដំណាំខែលនេះគេប្រើជាមួយសាឡាត់ហើយរសជាតិស្រួយឆ្ងាញ់សម្បូរទៅដោយប្រូតេអ៊ីនផងដែរបាទឆ្ងាញ់ណាខែលនេះបាទបងប្អូនយើងបាទពោតបារាំងពោតបារាំងដាំនៅមុខផ្ទះហ្នឹងយកមុខផ្ទះហ្នឹងបាទផ្លែហើយពោតបារាំងយកមកផ្ទះបាទខែលបាទខែលធំហើយបាទចាប់ផ្ដើមធំបាទស្លឹកវាពេលយើងដាំទៅយើងកាត់វាយកមកញ៉ាំហើយដើមវាឡើងទៅលើរហូតទៅយើងកាត់បន្តបាទអាចបាន1ឆ្នាំជាង2ឆ្នាំបាទក្តោបបាទស្ពៃក្តោបយកមកផ្ទះបាទស្ពៃក្តោបយកមកផ្ទះបាទស្ពៃក្តោបនៅយកមកផ្ទះបាទមើលក្តោបនេះបាទដាំនៅមុខផ្ទះហ្នឹងឥឡូវធំបាទធំមកចាប់ផ្ដើមក្តោបហើយនេះបាទនេះមូលយកក្តោបបាទក្តោបហើយបាទខណាដើមឬយើងហៅខណាឈើបាទមើលនេះបាទដាំទៅមុខផ្ទះទេបាទដើមសឹងដល់ប្រពន្ធខកដៃកូនក្មេងនេះបាទធំល្អណាស់បាទអញ្ចឹងអាស្រ័យទៅលើការថែទាំរបស់យើងទេបាទអញ្ចឹងដើម្បីដាំដំណាំមួយវាមិនមែនអាស្រ័យទៅលើតាមមុខទេអាស្រ័យទៅលើកត្តាផ្សេងទៀតបាទសិនជាយើងចេះវិធីសាស្ត្រនៃការដាំគ្រប់គ្រាន់ចេះវិធីសាស្ត្រអស់ហើយបាទទោះបីដាំនៅលើអីក៏វាធំដែរបាទអញ្ចឹងដូចខណានេះមកដើមនេះបាទឃើញទេបាទធំបាទហើយដាំនៅកំប៉ុងសោះបាទស្ពៃក្តោបបាទចាប់ផ្ដើមធំបាទបន្តិចម្ដងហើយនេះបាទក្តោបនេះធំហើយបាទបងប្អូនយើងមើលណាបាទនេះបាទក្តោបធំបាទក្តោបដាំនៅយកមុខផ្ទះបាទចាប់ផ្ដើមធំបន្តិចដងប្រុងប្រៀបក្តោបហើយនេះបាទមើលនេះបាទមើលនេះបាទ
ទាថ្លើមឆ្កែខ្មៅនេះបាទជួយនៅពេលដែលយើងដាំទៅបាទប្តីប្រពន្ធណាដែលអាសាឆ្លុះគ្នាអីបាទគ្រាន់តែយើងមានប្រទាលថ្លើមឆ្កែខ្មៅនេះមកផើងដាំនៅបាទដាក់នៅជ្រុងទឹះបាទខាងលិចឈៀងខាងត្បូងបាទទៅការពារប្តីប្រពន្ធហ្នឹងបាទឆ្លុះប្រកែកគ្នាហើយស្រឡាញ់គ្នាតែម្ដងអញ្ចឹងទៀតថ្លើមឆ្កែខ្មៅវាមានសារៈប្រយោជន៍ផ្សេងទៀតច្រើនបាទចាំជម្រាបជូនបន្តទៅទៀតបាទទាថ្លើមឆ្កែខ្មៅនេះគឺបាទជួយកម្លាំងបាទជួយកម្លាំងបាទបើបេះដូងផងដែរបាទនេះសំខាន់ណាស់អញ្ចឹងបងប្អូនយើងដាំប្រទាលបាទថ្លើមឆ្កែខ្មៅនេះវាសំខាន់មែនទែនដែលជួយឲ្យប្តីប្រពន្ធយើងស្រឡាញ់គ្នាមិនឆ្លុះប្រកែកគ្នាបើកម្លាំងហើយជួយដល់បេះដូងផងដែរប្រទាលថ្លើមឆ្កែខ្មៅនេះទៀតមួយទៀតដែរគឺជួយបំបត្តិការឈឺសន្លាក់បាទឈឺសន្លាក់ហ្នឹងយើងប្រើប្រទាលថ្លើមឆ្កែខ្មៅនឹងដែរហើយសម្រាប់អ្នកដែលគេងមិនសូវលក់ណាបាទយើងប្រើប្រទាលថ្លើមឆ្កែខ្មៅនឹងដែរគឺជួយបំបត្តិឈឺសន្លាក់ហើយនឹងឲ្យគេងលក់ស្រួលផងដែរអញ្ចឹងសារៈប្រយោជន៍ច្រើនណាស់សម្រាប់ប្រទាលថ្លើមឆ្កែខ្មៅអ្នកខ្លះហៅថាខ្ញីខ្មៅហ្នឹងណាបាទខ្ញីខ្មៅហ្នឹងគឺវាមានសារៈប្រយោជន៍ច្រើនបាទចំពោះសុខភាពរបស់យើងហើយក៏ជួយឲ្យបាទបងប្អូនយើងរស់នៅដោយសុខសាន្តផងដែរបាទប្រទាលថ្លើមឆ្កែខ្មៅបងប្អូនត្រូវការបាទជួយផ្នែកអំពើអំព័ន្ធបាទជាពិសេសប្តីប្រពន្ធណាបាទដែលមិនសូវជាត្រូវគ្នាអីបាទយកប្រទាលបាទថ្លើមឆ្កែខ្មៅនេះមកផើងទៅដាក់ទៅបាទគឺជួយបាទឲ្យប្តីប្រពន្ធហ្នឹងត្រូវគ្នាមិនឆ្លុះគ្នាបាទញឹកញយណាបាទអញ្ចឹងទាថ្លើមឆ្កែខ្មៅនេះប្រកែខាងហ្នឹងបាទសម្រាប់ពុកម៉ែបងប្អូនដែលចង់បានជីយកទៅស្រោចដំណាំធ្វើឲ្យដំណាំល្អលូតលាស់មានផ្លែផ្កាកាន់មិនជ្រុះរសជាតិឆ្ងាញ់ជាពិសេសមិនប៉ះពាល់ដល់សុខភាពរបស់មនុស្សនិងបរិស្ថានបាទកុំភ្លេចជាមួយនឹងឈុតបំពន់ដំណាំរបស់អង្គការអភិវឌ្ឍកសិកម្មធម្មជាតិកម្ពុជាដែលបងប្អូនយើងធ្លាប់ស្គាល់ហើយចំពោះអាស័យដ្ឋានហ្នឹងបងប្អូនយើងឃើញស្រាប់ហើយបាទលោតនៅលើអេក្រង់នេះតែម្ដងអញ្ចឹងបងប្អូនត្រូវការកុំភ្លេចជាមួយអង្គការអភិវឌ្ឍកសិកម្មធម្មជាតិកម្ពុជាបាទសូមអរគុណសម្រាប់ពុកម៉ែបងប្អូនតែងតែគាំទ្រដល់អង្គការអភិវឌ្ឍកសិកម្មធម្មជាតិកម្ពុជាយើងផងដែរ